ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងចង់មកនិយាយពីទម្លាប់របស់មនុស្សយើងចាទម្លាប់មនុស្សយើងម្នាក់ខុសគ្នាបងប្អូនចាអ្នកនេះទៅទម្លាប់ចុះទៅអ្នកនោះទៅទម្លាប់ចុះទៅហើយអ្នកខ្លះទៀតក៏គួបផ្សំពីចរិតពីធម្មជាតិគាត់មកហ្នឹងហើយគឺចរិតធម្មជាតិគាត់មកអាម៉េចអញ្ចឹងហើយហ្នឹងហើយអ្នកខ្លះទៅទម្លាប់ដោយថាទម្លាប់គាត់គំនិតគាត់ឆន្ទៈគាត់ពីកំណើតគាត់ពីធម្មជាតិមកបងប្អូនហ្នឹងហើយគាត់អត់សូវចេះបង្រែប្រែប្រួលខ្លួនឯងហ្នឹងហើយគាត់អត់សូវចេះប្រែប្រួលខ្លួនឯងញ៉ៃញ៉ៃខ្ញុំឧទាហរណ៍ថាគាត់ទៅធ្វើការហ្នឹងហើយដោយថាការងារមួយកន្លែងហ្នឹងទោះជាការងារមិនល្អឬក៏ដូចថាខ្ញុំនិយាយថាមិនល្អមិនទេមិនល្អប្រាក់ខែតិចចាមិនល្អប្រាក់ខែតិចក៏គាត់ហ្នឹងសុខចិត្តស៊ូទ្រាំនឹងការងារមួយនឹងដែរចាគាត់អត់ដូចចង់និយាយថាអ្នកខ្លះប្រាក់ខែតិចគេទៅរយណោះគេទៅរមកកន្លែងទៀតមកកន្លែងទៀតតិចគេទៅរមកកន្លែងទៀតមកកន្លែងទៀតហ្នឹងអត់បានទៅរមកកន្លែងទៀតដូចថាអាលពាក្យដូចថាចាស់បងចាស់គាត់និយាយលើកជើដើរបងប្អូនហ្នឹងហើយអ្នកខ្លះអញ្ចឹងចាតែបើទម្លាប់មនុស្សខ្លះទម្លាប់ខ្ញុំនិយាយថាទម្លាប់ល្អរបស់គាត់ណាកន្លែងទោះជាប្រាក់ខែតិចកន្លែងហ្នឹងទោះជាពិបាកយ៉ាងណាក៏ដោយបើមនុស្សទម្លាប់ល្អបើមនុស្សស៊ូទ្រាំនឹងការងារមានគំនិតឆន្ទៈតាំងពីក្មេងមកអត់សូវឲ្យខ្លួនឯងប្រែប្រួលចាគឺគាត់ទ្រាំនៅការងារហ្នឹងហើយបងប្អូនណាចូលចាស់អ្នកក្រសាមញ្ញធម្មតាគឺយើងនិយាយបែបហ្នឹងយើងនិយាយថាម៉េចយើងនិយាយថាការងារកន្លែងណាក៏ដោយឲ្យតែយើងស៊ូទ្រាំលុយតិចក៏ដោយឲ្យតែយើងធ្វើរហូតរាល់ថ្ងៃអញ្ចឹងទៅចារាល់ថ្ងៃរាល់ខែរាល់ឆ្នាំអញ្ចឹងទៅចាយើងគង់តែយកលុយនឹងមកដោះស្រាយជីវភាពយើងបានទេចាការងារកន្លែងខ្លះអ្នកដែលធ្វើឲ្យខ្លួនឯងប្រែប្រួលណាបងប្អូនហ្នឹងហើយទៅធ្វើឯនេះបន្តិចទៅនៅនេះបន្តិចទៅនៅនោះបន្តិចអញ្ចឹងណាទោះជាគាត់ប្រាក់ខែច្រើនជាងអ្នកដែលលុយអ្នកដែលធ្វើការលុយតិចអ្នកដែលមិនសូវធ្វើឲ្យខ្លួនឯងប្រែប្រួលដូរការងារច្រើននោះណាហ្នឹងហើយទោះជាគាត់លុយច្រើនជាងក៏ដោយឧទាហរណ៍ថាគាត់ឈប់ពីកន្លែងមួយគាត់ទៅកន្លែងមួយទៀតទៅកន្លែងមួយទៀតនៅអត់សុខទេគាត់ទៅរំទៅរកការងារកន្លែងមួយផ្សេងទៀតគាត់ត្រូវខាត1ខែឬក៏2ខែអញ្ចឹងណាសម្រាប់អ្នកដែលបានលុយច្រើនហើយគាត់ដូរការងារទៅវិញទៅមកហ្នឹងណាក៏មិនប្រកាសថាគាត់អាចលុយគាត់នឹងអាចច្រើនជាងអ្នកដែលប្រាក់ខែតិចហើយធ្វើរហូតដែរនេះខ្ញុំនិយាយពីរបៀបប្រែប្រួលរបស់មនុស្សចាហើយនិយាយពីចរិតនៅក្នុងគ្រួសារវិញខ្ញុំនិយាយចេះចោះចាចរិតនៅក្នុងគ្រួសារមនុស្សដែលធ្វើឲ្យខ្លួនឯងបំរែបំរួលអញ្ចឹងណាបងប្អូនចាំចំណាំមើលចានៅក្នុងគ្រួសារគាត់ក៏បែបហ្នឹងដែរគឺជីវិតគ្រួសារគាត់គឺប្រែប្រួលចាគឺប្រែប្រួលហើយនៅក្នុងគ្រួសារគាត់ហ្នឹងណាចង់និយាយថាអត់សូវសុខទេចាអត់សូវសុខទេព្រោះអីមនុស្សគាត់គឺទម្លាប់ចរិតគាត់ដោយថាទំនៀមទម្លាប់គាត់ទាំងការងារទាំងចរិតក្រឹកពីគាត់គឺប្រែប្រួលគ្រប់ពេលវេលាហ្នឹងហើយបើប្រពន្ធប្រែប្រួលតាមតន់ណាតន់នៅជាមួយគ្នាសុខតែបើប្រពន្ធចរិតប្រពន្ធអត់ចេះបង្រែបង្រួលទេគឺប្តីមនុស្សបែបហ្នឹងឬប្រពន្ធឬក៏ប្តីបែបហ្នឹងគឺមានម្នាក់ទៀតរស់នៅជាមួយអត់សុខទេព្រោះអីម្នាក់ទៀតអត់ចេះបង្រែបង្រួលតាមគាត់មែនអត់បងប្អូនបើមិនជួយខមមិនមកផងចា